តាអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកបង្ហាញជាមួយនឹងសាប៊ូនេះនិយាយទៅគឺផ្ដោតសំខាន់ទៅលើចាសក់ជ្រោះណាសក់ខ្ញុំអ្នកទប់តែកក់ហើយបងប្អូនណាចាគឺសាប៊ូនេះគឺសាប៊ូសាស្នាដៃកូនខ្មែរយើងតែម្ដងចាហើយឥឡូវនេះក៏ដូចជាកំពុងតែមានលក់ចាពេញទីផ្សារស្រុកខ្មែរយើងតែម្ដងគឺសាប៊ូចាអង្កបកាម៉ាលីអ្នកទាំងអស់គ្នាអើយនិយាយពីសក់ខ្ញុំមកជ្រោះកក់សាប៊ូអស់ច្រើនហើយប៉ុន្តែមកត្រូវចំនួនសាប៊ូនេះខ្ញុំនិយាយមែនណាចាឥឡូវកូនខ្ញុំពីរអ្នកស្រីគឺកក់សាប៊ូនឹងដូចគ្នាអ្នកគ្នាសក់គាត់ជ្រុះដែរហើយនឹងសាប៊ូនឹងគឺអាចប្រើបានចាទាំងចាទាំងក្មេងណានេះបងប្អូនអាចមើលបានគឺផលិតនៅប្រទេសកម្ពុជាតែម្ដងចា884ណាចាអញ្ចឹងសម្រាប់បងឬក៏បងអូនដែលមានបញ្ហាសក់ជ្រុះកុំភ្លេចសាកជាមួយនឹងសាប៊ូស្នាដៃកូនខ្មែរយើងបានណាចាហើយគ្រឿងផ្សំដូចជារបៀបប្រើហ្នឹងគឺបិទនៅក្នុងដបនឹងឯងចាខាងក្រៅនឹងអ្នកគ្នាមានសរសេរជាភាសាខ្មែរបងប្អូនអាចមើលបានណាចាតកតងនឹងគ្រឿងផ្សំគឺសុទ្ធតែមានប្រយោជន៍សម្រាប់ចាសរសៃសក់និងស្បែកក្បាលរបស់យើងបងប្អូនអាចមើលបានចាអ្នកទាំងអស់គ្នាទិញទៅគឺអានតាមនឹងទៅណាខ្ញុំមិនសាតែនេះទៅខ្ញុំបានអានលំអិតវិជ្ជាបងប្អូនទេសារតែគឺថាចាបងអូនគឺចាចេះហើយចាភាសាខ្មែរអញ្ចឹងទិញហើយអានខ្លួនឯងប៉ុន្តែខ្ញុំគាត់តែណែនាំសម្រាប់អ្នកដែលសក់ជ្រុះដូរសាប៊ូឲ្យច្រើនហើយមិនបានចាអាចសាកជាមួយនឹងសាប៊ូនេះបាននិយាយទៅខ្ញុំហ៊ាននិយាយថាសក់ខ្ញុំគឺកាត់បន្ថយជ្រុះបាន 80% ជាបន្ទាប់ពីកក់សាប៊ូនេះណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនបើសិនជាបងប្អូនមានចំណងទាក់ទងទៅនឹងវីដេអូនេះចាកុំភ្លេចខមមិនខាងក្រោមបានណាអរគុណចាហើយសូមបញ្ជាក់ម្ដងទៀតណាបងប្អូនដែលខ្ញុំដាក់លេខទូរស័ព្ទនៅក្នុងចាវីដេអូរបស់ខ្ញុំសូមអធិស្ឋានផងចាខ្ញុំដាក់នឹងអត់អោយអ្នកទាំងអស់គ្នាទេមកខ្ញុំទេប៉ុន្តែអាចឆាតតាម Telegram របស់ខ្ញុំបានណាដោយសារតែមានចាអ្នកខ្លះគឺគាត់ទេមករំខានតែម្ដងអរគុណ